ចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ព្រោះរដូវកាលបុណ្យទាននៅក្នុងប្រទេសជាណាចក្រកម្ពុជាជាពិសេសបុណ្យប្រពៃណីធំមានបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌបុណ្យចូលឆ្នាំឬក៏សម្រាប់ពីការងារកម្មករកម្មការិនីបុគ្គលិកស្ថាប័នឯកជនមួយចំនួនត្រូវបានឈប់សម្រាកហើយធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីរួមជាមួយក្រុមគ្រួសារធ្វើបុណ្យធ្វើទានតាមប្រពៃណីជារឿងធម្មតាតែអ្វីដែលយើងត្រូវគិតត្រូវពិចារណាដោយយុវវ័យក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងខ្លះពេលដែលសម្រាប់ពីការងារស្មារតីការនឹករលឹកទៅដល់ក្រុមគ្រួសារក៏បានឈ្មោះទៅកាន់ផ្ទះទៅកាន់ស្រុកកំណើតទៅកាន់ក្រុមគ្រួសារជារឿងធម្មតាទេមโนសញ្ចេតនាសម្ព័ន្ធភាពគ្រួសារគឺតែងតែមានជាធម្មតាក៏ប៉ុន្តែយើងត្រូវតែមានស្មារតីដែលជាគ្រឿងគ្រប់គ្រងក្នុងការបើកបរយានយន្តគ្រប់ប្រភេទក្នុងការធ្វើដំណើរដើម្បីសុវត្ថិភាពខ្លួនឯងផងសុវត្ថិភាពអ្នកដទៃផងសុវត្ថិភាពជនរួមជាតិយើងទាំងមូលផងចឹងថ្ងៃនេះខ្ញុំនឹងលើកចំណុចខ្លះដើម្បីជាការរួមចំណែកក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងការធ្វើដំណើរតាមដងវិថីសាធារណៈព្រោះស្មារតីជារឿងសំខាន់ហើយចំណេះដឹងក្នុងពុទ្ធសាសនាមួយចំនួនដែលមានក៏ជាគោលការណ៍ដ៏សំខាន់សម្រាប់យកមកអនុវត្តនៅក្នុងការធ្វើដំណើរផងដែរហើយក្នុងនោះច្បាប់ចរាចរណ៍នៃប្រទេសជាណាចក្រកម្ពុជាក៏មានការចែងបាទដើម្បីជាចំណែកនៃការធានានៅសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងរដូវកាលឈប់សម្រាកបុណ្យប្រពៃណីជាតិយើងដឹងហើយថាមុននឹងយើងលើកអ្វីមួយយកទៅចូលរួមចំណែកក្នុងការទប់ស្កាត់យើងក៏ត្រូវដឹងពីមូលហេតុមួយចំនួនដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងការធ្វើដំណើរអញ្ចឹងមូលហេតុដែលខ្ញុំបានស្រង់ខ្លះតាមការសង្កេតជាក់ស្ដែងនោះគឺទី1គ្រោះថ្នាក់ចរាចរណ៍មិនថាពេលធ្វើដំណើរពេលសម្រាកឬក៏ពេលយប់គឺបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងបាទផឹកគ្រឿងស្រវឹងដោយសារតែបានអនុញ្ញាតឈប់សម្រាកពីការងារយើងជប់លៀងសិនមុននឹងចេញដំណើរអីចឹងទៅអញ្ចឹងមូលហេតុទី1គឺបងប្អូនទទួលទានទឹកស្រវឹងដល់ទឹកស្រវឹងចូលទៅធ្វើឲ្យស្មារតីដែលជាគ្រឿងគ្រប់គ្រងយានយន្តហ្នឹងវាត្រូវបាត់បង់បាទអញ្ចឹងកាលណាបាត់បង់ស្មារតីហើយការបញ្ជាយានយន្តគឺមិនបានល្អនោះទេនេះក៏ជាមូលហេតុមួយដែរព្រោះជាធម្មតានៅពេលដែលសម្រាកមិនថាអ្នកណាទេគឺតែងតែមានចិត្តរំភើបសប្បាយរីករាយថានឹងបានទៅជួបជុំអញ្ចឹងមុននឹងទៅបានជួបជុំក្រុមគ្រួសារមិត្តភ័ក្តិរួមការងារអីចឹងទៅម៉ោះយើងហើយយើងអីមុននឹងបែកគ្នាយើងគិតជប់លៀងអីបន្តិចសិនណានេះហើយជាមូលហេតុទី1បណ្ដាលឲ្យយើងមានបញ្ហាបាត់បង់ស្មារតីខ្លះជាមូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បានដែរបានដែរអញ្ចឹងយើងត្រូវតែមានស្មារតីក្នុងការបើកបរទាំងយានយន្តបាទទប់គ្រប់ប្រភេទយើងអត់ត្រូវបំផ្លាញស្មារតីយើងទេនៅក្នុងការបើកបរមនុស្សច្រើនណាស់ដែលកំពុងតែធ្វើដំណើរលើដងវិថីសាធារណៈមិនមែនតែយើងទេដូច្នេះការដែលបាត់បង់ស្មារតីបង្កនៅទុក្ខទោសគ្រោះថ្នាក់មិនមែនគ្រោះថ្នាក់តែខ្លួនឯងទេគឺបណ្ដាលឲ្យអ្នកដទៃជនស្លូតត្រង់ដែលកំពុងតែធ្វើដំណើរគោរពច្បាប់ចរាចរណ៍ដទៃទៀតនោះគាត់ក៏ទទួលរងគ្រោះដោយសារតែការបើកបររបស់យើងដែលបាត់បង់នៅស្មារតីជាពិសេសអ្នកដែលទទួលទានគ្រឿងស្រវឹងធ្វើឲ្យស្មារតីខូចហ្នឹងគឺប៉ះពាល់ធំណាស់បាទហើយទី2គឺមិនធ្វេសប្រហែសទេបាទពេលខ្លះកុំគិតថាយើងនៅខាងត្រូវហើយបាទយើងត្រូវតែមានស្មារតីក្នុងការប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ពេលខ្លះយើងនៅក្នុងចំណែកនៃផ្លូវអតិភិបមានន័យថាត្រឹមត្រូវប្រជាជាតិកម្ពុជាប្រកាន់យកខាងស្ដាំយើងថាត្រូវប៉ុន្តែមានអ្នកមកបញ្ច្រាស់ទិសខុសទេប៉ុន្តែបើយើងមិនបានប្រុងប្រយ័ត្នក៏អាចប៉ះពាល់បង្កឲ្យមានគ្រោះថ្នាក់បានដែរដូច្នេះខ្ញុំបានឆ្លងកាត់
នៅបត់ពិសោធន៍នេះជាក់ស្ដែងខ្ញុំបានជិះម៉ូតូនៅចំណែកផ្លូវខាងស្ដាំរបស់ខ្ញុំហើយខ្ញុំភ្លេចស្មារតីតែបន្តិចទេបាទភ្លេចស្មារតីតែបន្តិចទេអ្នកដែលធ្វើដំណើរបញ្ច្រាស់ទិសនោះគ្រាន់តែមួយផ្លេតគឺមកដល់ភ្លាមបាទមកដល់ភ្លាមអញ្ចឹងមិនស្ថិតនៅក្នុងភាពត្រឹមត្រូវហើយប៉ុន្តែមានឧបសគ្គនៅខាងមុខហើយយើងចេះតែទៅក្នុងន័យថាយើងត្រូវហើយនោះទេអញ្ចឹងទី2នេះគឺស្មារតីប្រុងប្រយ័ត្នបាទស្មារតីប្រុងប្រយ័ត្នកុំធ្វេសប្រហែសឲ្យសោះព្រោះមួយប្រព្រឹត្តភ្នែកធ្វើឲ្យយើងមានបញ្ហាគ្រោះថ្នាក់អាចបាក់ដៃបាក់ជើងពីការពីរាឬក៏អាចបាត់បង់ដល់អាយុជីវិតទៀតក៏សឹងមានដែរដូចជាបងប្អូនបានឃើញស្រាប់ហើយនៅក្នុងព័ត៌មានចរាចរណ៍ប្រចាំថ្ងៃអញ្ចឹងយើងក៏ជាចំណែកមួយនៃការរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍បាទទី3ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាគោរពតាមការណែនាំរបស់ចរាចរណ៍សមត្ថកិច្ចដែលបញ្ជាចរាចរណ៍បាទទោះបីជាយ៉ាងណាក៏ដោយនៅតាមដងវិថីគឺសមត្ថកិច្ចខាងចរាចរណ៍គឺតែងតែរៀបចំតាមដងវិថីដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងការធ្វើដំណើរដូច្នេះស្ដាប់ការណែនាំហើយអ្វីដែលសំខាន់បំផុតនោះគោរពនៅច្បាប់ចរាចរណ៍ក្នុងអំឡុងពេលដែលយើងបានសិក្សារៀនសូត្រក្នុងពេលដែលយើងបានស្គាល់នៅច្បាប់ចរាចរណ៍ហើយនោះយើងគោរពទាំងអស់គ្នាបាទគោរពទាំងអស់គ្នាដើម្បីបងប្អូនប្រជាពលរដ្ឋកម្ពុជាមានសុវត្ថិភាពនៅក្នុងការធ្វើដំណើរបាទអញ្ចឹងគោរពទាំងអស់គ្នាចំណុចទី3នេះហើយចំណុចទី4ដែលជាចំណុចសំខាន់ដែរនោះគឺការចេះយោគយល់អធ្យាស្រ័យគ្នានៅក្នុងការធ្វើដំណើរកុំប្រជែងចង់ឈ្នះចង់ចាញ់ដោយធម្មពលម៉ាស៊ីនយានយន្តព្រោះពេលខ្លះខ្ញុំឃើញបងប្អូនមួយចំនួនដែលគាត់មានចិត្តចង់ឈ្នះចង់ចាញ់នៅក្នុងការបើកបរគាត់ថាអាម៉ាស៊ីនតូចមួយវាមកចំវ៉ាឯងដែរឃើញទេបាទអញ្ចឹងយើងអត់មានការយោគយល់ទេហើយក៏បញ្ជាយានយន្តដើម្បីឲ្យឈ្នះអ្នកដែលវ៉ាហើយអ្នកវ៉ាហ្នឹងក៏ចង់ឈ្នះវិញទៀតទៅតាមសមត្ថភាពនៃការបើកបររបស់ខ្លួនឯងហ្នឹងចង់ដឹងទី1គឺភាពប៉ិនប្រសប់នៅក្នុងការបើកបរហើយទី2គឺចង់ឈ្នះចង់ចាញ់តាមកម្លាំងនៃម៉ាស៊ីនយានយន្តមានន័យថាមិនមានការយោគយល់គ្នារហូតដល់បង្កើតទៅជាការប្រកួតប្រជែងនៅលើដងវិថីទៅវិញអាហ្នឹងក៏មានខ្លះដែរហេតុនេះមានន័យថាជាការបង្កនៅគ្រោះថ្នាក់ដ៏ធំមួយដែរនៅពេលដែលយើងចង់ឈ្នះចង់ចាញ់សុវត្ថិភាពអ្នកដទៃនៅតាមដងផ្លូវសាធារណៈមានច្រើនណាស់បាទមានទៅមានមកច្រើនណាស់អញ្ចឹងពេលដែលយើងចង់ឈ្នះចង់ចាញ់ប្រជែងគ្នាគឺតែងតែមានការប៉ះពៀទៅអ្នកដទៃជាពិសេសអ្នកបើកបរយានយន្តតូចណាម៉ូតូអីចឹងទៅហើយមួយទៀតម៉ូតូនេះទៀតសោតបាទម៉ូតូខ្លះគាត់ធ្វើដំណើរតាមដងវិថីឆ្លងកាត់តូចឡើងមកផ្លូវធំហ្នឹងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតបាទប្រយ័ត្នខ្ពស់បំផុតព្រោះរដូវកាលនេះចរាចរណ៍ចង្អៀតជួនកាលគាត់ចេញពីផ្លូវតូចផ្លែតមកឡើងដល់ផ្លូវធំបាទឡើងដល់ផ្លូវធំដោយខ្វះការប្រុងប្រយ័ត្នជ្រុលមកក្នុងកន្លងផ្លូវបាទក្នុងកន្លងផ្លូវធំអញ្ចឹងក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ដែរអញ្ចឹងផ្លូវតូចដែលត្រូវឆ្លងកាត់ផ្លូវធំប្រយ័ត្នបំផុតគឺនៅពេលដែលដល់ផ្លូវធំនឹងតែម្ដងព្រោះពេលខ្លះខ្ញុំធ្លាប់ជិះនៅលើយានយន្តអ្នកបើកបរគាត់ចង់ភ្ញាក់ដែរបាទគាត់ចង់ភ្ញាក់ពេលដែលឃើញម៉ូតូចេញផ្លែមកឡើងមកដល់ផ្លូវបាទចង់ភ្ញាក់ជាហេតុបង្កឲ្យមានគ្រោះថ្នាក់មួយដែរអញ្ចឹងសូមបងប្អូនដែលបើកយានយន្តទាំងអស់បាទមានស្មារតីប្រុងប្រយ័ត្នហើយចូលរួមទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋកម្ពុជាយើងទទួលបាននៅសុវត្ថិភាពគ្រប់ពេលវេលានិងមានសេចក្តីសុខបាទអញ្ចឹងខ្ញុំសូមលើកឡើងសង្ខេបបែបខ្លីវិញថាដើម្បីរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទី1គឺយើងកុំផឹកទឹកស្រវឹងទី2ត្រូវមានស្មារតីជានិច្ចនៅក្នុងការបើកបរទី3ត្រូវតែគោរពច្បាប់ទាំងអស់គ្នាទី4ត្រូវតែមានការយោគយល់អធ្យាស្រ័យកុំប្រជែងចង់ឈ្នះចង់ចាញ់នៅលើដងវិថីសាធារណៈបាទនេះជាការរួមចំណែកដោយសេចក្តីគោរពស្រឡាញ់
ដល់បងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលសម្រាកអញ្ជើញ